จะแสดงออกในตายังต่อถึงใบยังเตียนយើងបែរមកមើលស្រីអ្នកអត់គ្នាទូស្រីយើងហ្នឹងកំពុងតែដេកគេត្រូវបានវូវូហ្នឹងចុចពណ៌គេនិយាយថាដាភ្ញាក់ឡើងប៉ាប្រាប់កូនប្រហែលដងហើយថាកុំឲ្យអង្គុយលើបែបនេះប៉ានឹងមិនអាចដុតដង្ហើមបានទេក៏លើកូនឲ្យមកអញ្ចឹងអ្នកទាំងគ្នាគេនិយាយថាយ៉ាងណាក៏គេជាមួយប៉ាបន្តិចទៀតទៅប៉ាល្ងងពូលូចិត្តដុតផ្ទះហើយនៅផ្ទះបាយពួកយើងចិត្តទៅនៅវត្តហើយដុតផ្ទះហើយយើងនឹងទៅនៅវត្តកូនថាម៉េចពូលូចូលផ្ទះបាយហ្នឹងហើយទូស្រីយើងគ្រាន់តែលឿនអញ្ចឹងរត់ទៅហ្មងអ្នកទាំងគ្នាហើយគេនិយាយថាអ្នកមេម៉ាយជួយខ្ញុំផងឆ្នាំងបាយហ្នឹងវាចេះតែចេញភ្លើងមិនទេខ្ញុំមិនយល់ទេនេះឆេះផ្ទះលើហើយពូលូយើងហ្នឹងគេនិយាយថាអ្នកអើយគិតថាទឹកខ្ញុំត្រូវទេទៅលេខ911ទេហើយទាំងតួប្រុសតួស្រីហ្នឹងផ្ទះមុខខូចចិត្តអ្នកទាំងអស់គ្នាហើយក៏និយាយថាមិនបាច់ទេកាន់វូទៅហើយក៏ទៅមើលផ្ទះបាយអ្នកទាំងអស់គ្នាផ្ទះបាយហ្នឹងស្កាភ្លើងឆេះក្នុងឆ្នាំងផងអីផងអ្នកទាំងអស់គ្នាក៏តួប្រុសហ្នឹងក៏ចាប់ដើមបិទកំហប់ឆ្នាំងសិនហើយក៏ចាប់ផ្ដើមប្រលប់ភ្លើងប្រលប់អីទាំងអស់គ្នាហ្នឹងអ្នកទាំងអស់គ្នាហើយពូលូយើងហ្នឹងក៏រៀងស្ងប់ដែរក៏និយាយថារលត់ដោយភ្លើងហើយតួស្រីហ្នឹងចាប់ផ្ដើមទេសនានិយាយថាខ្ញុំប្រាប់អញប្រហែលដងហើយបើមិនចេះប្រើរបស់នេះទេកុំចូលមកអីនេះឯងចង់ទៅផ្ញើខ្លួននៅវត្តទាំងអស់គ្នាមែនទេហើយពូលូយើងក៏ថាគ្នាដឹងហើយឯងទៅជួបអាដងហ្វាងទៅគ្នាចង់ចំអិនម្ហូបជប់លៀងឯងបន្តិចហ្នឹងអ្នកណាទៅដឹងថាជីវិត stress វាផ្ទះយ៉ាប់យ៉ាងនេះយើងនឹងមិនធ្វើទៀតទេនិយាយអញ្ចឹងមានលក្ខណៈរវាងបងប្អូនឯងនិងអាដងហ្វាងនៅក្នុងថ្ងៃនេះហើយពូលូយើងហ្នឹងក៏យកទៅតេឡេមកចុចបើកទូអ្នកទាំងអស់គ្នាហើយក៏ចាប់ផ្ដើមមើលព័ត៌មានក៏និយាយថាខ្ញុំសឹងតែមិនជឿនឹងមិនហ៊ានចេញមកក្នុងថ្ងៃនេះទេតែខ្ញុំទៅតែមកបញ្ចាប់ប្រាប់អ្នកនរគ្នាថាខ្ញុំជាមនុស្សស្អាតស្អំខ្ញុំគ្មានប្រព័ន្ធអីនឹងលោកដងហ្វាងទេគ្រប់យ៉ាងសុទ្ធតែជាការបង្ខំព្រោះថាគេជាមនុស្សញៀនថ្នាំខ្ញុំបានប្តឹងប៉ូលីសពេលដែលខ្ញុំដឹងហើយខ្ញុំទៅគេវាយដំជាច្រើនដងផងដែរគេចាប់ទុកខ្ញុំជាមនុស្សកំដរតណ្ហាទាំងដែលគេមិនបានប្រាប់ថាគេមានទំនាក់ទំនងជាមួយបងប្រុសបង្កើតខ្ញុំទេស្ដាប់លោកទៅលោកបកស្រាយទៅមិនមែនលោកបកស្រាយមិនមែនជាលោកទេក៏ដែលជាមានទំនាក់ទំនងជាមួយនឹងបងប្រុសលោកនោះដូចជាលោកមិនដឹងថាគេមានទំនាក់ទំនងជាមួយបងប្រុសលោកដែរទេមែនទេអញ្ចឹងលោកចង់ថាគេមានទាំងលោកនិងមានទាំងបងលោកក្នុងពេលតែមួយជាមួយគ្នាមែនទេបងប្រុសខ្ញុំមិនបានពាក់ព័ន្ធនឹងរឿងនេះទេគាត់ស្លាប់ហើយលោកកុំរកពីគាត់អីបានទេវាធ្វើឲ្យខ្ញុំឈឺចាប់ណាស់ខ្ញុំចង់សួរតើលោកចង់ថាលោកដងហ្វាងធ្វើបែបនេះដាក់លោកព្រោះបងប្រុសរបស់លោកអញ្ចឹងមែនទេអញ្ចឹងមិនមែនមានតែលោកមួយទេមែនទេដែលរងគ្រោះនោះប៉ាខ្ញុំមិនស្រួលខ្លួននឹងមានជំងឺប្រចាំខ្លួនទៅហើយដងហ្វាងគេលើកយករឿងបងប្រុសខ្ញុំមកគម្រាមខ្ញុំមិនដឹងថាតបតយ៉ាងម៉េចទេតែប៉ាក៏ជាម្ដងបន្តិចគាត់ក៏ចង់ឲ្យក្រុមហ៊ុនមកឲ្យខ្ញុំតែគាត់មកគម្រាមខ្ញុំទៀតខ្ញុំមិនដឹងធ្វើម៉េចក៏ប្តឹងគេទៅតែពេលគេដឹងថាខ្ញុំចង់ទៅប្តឹងគេគាត់ក៏ចាប់ចងក្នុងឡានដាក់ថ្នាំចូលក្នុងមាត់ហើយថតវីដេអូទៀតខ្ញុំពិតជាមិនដឹងអីពិតមែននៅពេលនោះខ្ញុំគ្មានសូម្បីសតិក្នុងខ្លួនគ្រប់យ៉ាងដងហ្វាងបានរៀបចំទុកជាស្រេចតែម្ដងខ្ញុំមិនចង់កុហកអ្នកទាំងអស់គ្នាទេហើយគ្រឿងញៀននោះគេលាក់នៅផ្ទះគេច្រើនណាស់បើមិនជឿអ្នកទាំងអស់គ្នាទៅឆែកឆេបផ្ទះគេបានហើយរឿងគេនៅបងប្រុសខ្ញុំគ្មានអ្នកណាដឹងទេបលូយើងអ្នកទាំងអស់គ្នាខឹងណាស់ក៏គប់អាតេឡេហ្នឹងទៅទូឲ្យគេនិយាយថាយ៉ាមីស្រី SP អ្នកឯងហ៊ានកន្លែងខ្លែងបន្លំផងពូលូយើងខឹងសាហាវអ្នកទាំងអស់គ្នានឹងវូភ័យគេនិយាយថាបើហងប្រឹងសម្ដែងមកមិនចង់បានមកកត់ដូចជានេះមែនទេបើខំប្រឹងយ៉ាងហ្នឹងហើយពូលូក៏ភ្ញាក់ខ្លួនហ្នឹងងាកមកមើលវូហើយគេនិយាយថាអូពូមិនបានថាឲ្យវូទេញ៉ាំទៀតទៅក្មួយមាសគួយពេជ្ររបស់ពូហើយគេថាឈប់ជេរទៅហើយមកញ៉ាំបាយមកអ្នក single លេមកវាពិបាកសម្រាប់ឯងណាក្នុងការចាប់ការស៊ីននេះមិនក៏ពួកឯងជួយគេនេះពួកឯងចាប់ក្បាលគ្នាបោកនឹងទ្វារក៏លោកខ្លួនបែបនេះបានធ្វើយ៉ាងម៉េចវាជារឿងល្អដែលគេគ្មានមកចេញក្រៅជុំអ្នកដតីហើយប៉ាដេញគេចេញពីផ្ទះហើយគេគ្មានលុយនោះដែលឯងត្រូវដឹងថាមនុស្សបែបនេះវាគ្មានថ្ងៃរស់បានសុខនោះទេអញ្ចឹងឯងមិនស្ដាប់បងឈីទេហើយស៊ីនេះក៏ទទួលមេរៀនលើសនេះដូចគ្នាត្រូវទេប្រកាសតែព្រោះខ្ញុំមិនអាចឲ្យយូឈីទៅផ្សងគ្រោះថ្នាក់ធំអញ្ចឹងទេអញ្ចឹងឲ្យគេចាប់ការដងហ្វាងទៅឆ្ងាយផុតវោហាសិនតែស៊ីនីវានឹងទទួលរឿងផ្សេងគេត្រូវបានចាប់ខ្លួនបន្ទាប់ពីជួបយូឈីរួចនេះហើយបើឯងជាវាឯងជឿទេដែលថាវាមិនមែនបំណងរបស់យូឈីទោះក្រុមការបានសម្រេចគាត់ក៏ត្រូវជាប់គុកយ៉ាងហោចណាស់ពី3ឆ្នាំដែរទីបំផុតការសងសឹកចំនួនលោកតាក៏គ្មានបានផលព្រោះធ្វើឲ្យយូឈីជាប់គុកតែបើស៊ីនីពេលនេះវាបានខ្លាចទៅជាមនុស្សស្អាតស្អំទៅហើយអញ្ចឹងមានន័យថាអនាគតប្តីឯងនៅតែជាមួយឯងដដែលតែឯងគិតថាต้องសឹកដែរបែបនេះត្រូវណា
តែឯងមិនយល់រឿងមួយតែឯងគិតចង់ឲ្យសត្រូវម្នាក់ឬក៏មិត្តម្នាក់ខ្ញុំជួយស៊ីននេះពេលនេះមិនមែនត្រឹមតែជួយញាត់ដងហ្វាំងចូលគុកទេតែអ្វីដែលសំខាន់ជាងនេះធ្វើឲ្យគេទុកចិត្តយូឈីកាន់តែខ្លាំងឲ្យគេដឹងថាគេជាមនុស្សដែលដងហ្វាំងពេញចិត្តនឹងខ្ញុំនឹងឲ្យយូឈីបញ្ជាគេគ្រប់រឿងឆ្វេងស្ដាំមិនដែរស្ដាប់ទៅស្បាយទេលូឯងស៊ីងក៏ចឹងមិនយល់ទេថាត្រូវថ្នាក់ថ្នមដោយមនុស្សម្នាក់គឺវាមានន័យបែបណាពូលូយើងក៏និយាយថាអ្នកម៉ាយអ្នកពិតជាខ្លាំងមែនបើហ៊ានលេងប្រកាសជាខ្លាចរបស់អ្នកមិនខានពលូដែរពងអង្គុយចាំញ៉ាំម្ហូបហ្នឹងក៏និយាយថាហើយអ្នកម៉ាយបែរជាឲ្យប្តីទៅតាក់គេនេះឯងមិនខ្លាចបាត់បង់ទេអីក្រុមលើកប្រាប់ឯងឲ្យតែស៊ីនជឿលើយុឈីទៅបានហើយគេឆ្លៀតតែងខ្លួនយ៉ាងស្អាតគ្រាន់តែទៅចាត់រៃស៊ីននោះចង់តែកាច់បំបាក់ជើងឲ្យខ្មាស់គេម្ដងតាហើយទៅពលូហ្នឹងអាពងតែញ៉ាំហ្នឹងគាត់ថាអីអ្នកម៉ាយពិតជាខ្លាំងមែនហើយមីលូយើងក៏សើចធម្មតាទៅអ្នកទាំងអស់គ្នាហើយក៏និយាយថាអ្នកម៉ាយក្រែងប្រាប់ថាមិនខ្វល់មិនប្រច័ណ្ឌនោះចុះអ្នកមិនចង់មិនប្រាប់លោកបងយុឈីទៅឬខ្លាចបាក់មុខឬឯងមិនខ្លាចមីពើប្អូនឯងនោះចាប់ស៊ីបាត់ប្រចាំស្ដាយក្រោយវូហ្នឹងក៏និយាយថាអីចាស់នេះនិយាយអីប្រហែលស្ដាប់ហើយទៅពេលក្រោយធ្វើសឹកសឹកសែតបានម្ដងនោះស៊ីននេះបានទៅទំព័រមុខម្ដងទៀតហើយព្រោះថានៅលើ Weibo អ្នកទាំងអស់គ្នាអញ្ចឹងអា trending top ហ្នឹងគឺប្អូនរបស់ទូរស័ព្ទហ្នឹងអ្នកទាំងអស់គ្នាក៏បាននិយាយថាយកវិញនៅគេឈ្មោះនឹងចំណុចរបស់គេហើយប៉ាគេក៏អញ្ញាតគេត្រឡប់ទៅផ្ទះធំវិញដែរព្រោះមានកូនតែមួយអ្នកទាំងអស់គ្នាក៏និយាយថាអបអរលោកដងហ្វាំងដែលបានជួបគុកបានសម្រាប់បន្ទាប់ពីចាប់មនុស្សប្អូនទូរស័ព្ទអ្នកទាំងអស់គ្នាដងហ្វាំងនៅយំនៅក្នុងគុកអ្នកទាំងអស់គ្នាគេនិយាយថាអ្នកតោដងហ្វាំងមានគេមកសួរសុខទុក្ខដល់ពេលចេញទៅអ្នកទាំងអស់គ្នាបើកភ្នែកទៅឃើញទូរស័ព្ទយើងគេថាម៉េចក៏អូនមកទីនេះគ្រាន់តែចង់មកមើលមុខនិងសួរសុខទុក្ខមកខុសហើយតែបងមិនបានធ្វើដូចអីដែរប្អូនចោតនោះទេបងប្រាប់អូនត្រូវតែជឿបងឬទេទោះខ្ញុំជឿលោកចុះអ្នកផ្សេងជឿលោកទេវាមិនសមស្របទេព្រោះគ្មានអ្នកជឿលោកទេហើយលោកមានគិតទេថាស៊ីនីនឹងមករកលោកនៅទីនេះបងស្អប់វាណាស្អប់ណាស់ដល់ដងហ្វាំងនិយាយចឹងអ្នកទាំងគ្នាគេនិយាយថាបើអាចបងចង់ទៅតទល់នឹងគេហើយសួរថាហេតុអីទៅធ្វើបែបនេះដាក់បងបើទោះលោកចោតបានសម្រេចលោកនឹងជាប់នៅទីនេះមួយរយៈធំខ្ញុំបានទិញឲ្យរងាឲ្យលោកដែរហើយនៅខាងក្នុងតិចកុំភ្លេចពាក់វាផងទីបំផុតមនុស្សដែលមើលមកបងគឺមានតែអូនម្នាក់គត់បើខ្ញុំមិនមកជួបលោកជាពិសេសទេធ្វើមកខ្ញុំដឹងថាលោកមិនស្រួលខ្លួននោះខ្ញុំត្រូវទៅវិញហើយដងហ្វាំងហើយពីពេលនេះទៅទោះលោកស្លាប់ឬរស់វាមិនមែនជារឿងរបស់ខ្ញុំទៀតទេចាប់ទុកថាវាជាលើកចុងក្រោយដែលយើងជួបគ្នាចុះបែដងហ្វាំងហ្នឹងក៏ហៅទូរស័ព្ទថាជប់សិនមកចង់សួរអូនមួយសំណួរលើកចុងក្រោយបើលោកចង់ឲ្យខ្ញុំជួយលោកចេញពីទីនេះលោកមិនបាច់និយាយទេព្រោះខ្ញុំគ្មានសមត្ថភាពជួយលោកទេបងចង់ឲ្យអូនដឹងរឿងមួយពីបងនេះជារឿងចុងក្រោយដែលបងអាចធ្វើសម្រាប់អូននៅចាំកាលពី7ឆ្នាំមុនទេលោកចង់និយាយពីអីបងបានឃើញស៊ីនីលាក់ទូរស័ព្ទមួយផ្ទាល់ភ្នែករបស់បងទូរស័ព្ទបងទូរស័ព្ទថាអញ្ចឹងហើយអាប៉ែដងហ្វាំងក៏ថានៅយប់នោះក្នុងមន្ទីរពេទ្យបងបានឃើញគេដុតអ្វីម្យ៉ាងហើយពេលគេឃើញបងដល់មកគេក៏បញ្ញាប់បោះវាចូលក្នុងធុងសម្រាប់បាត់ទៅបងក៏រើសវាមកហើយក៏បានឃើញលេខទូរស័ព្ទត្រូវបានឆេះពេលនេះទូរស័ព្ទនៅឯណានៅក្នុងធនាគារបងទុកបានយ៉ាងសម្ងាត់ជាមួយនឹងកងដែលបងបានលាក់ជាមួយស៊ីនីបងចង់យកវាធ្វើជាក្នុងមួយឯករបស់បងតែសម្រាប់បងវាមិនមានប្រយោជន៍ទៀតទេបងដឹងថាលោកតាស្រឡាញ់អូនណាស់តាំងពីតូចមកអូនប្រកាសជាបន្ទោសខ្លួនឯងហើយដែលធ្វើឲ្យគាត់របួសដោយអចេតនាហើយនឹងនិយាយរួមមកគេនិយាយច្រើនទៀតប៉ុន្តែទូរស័ព្ទមានបានស្ដាប់អីទេតែចេញហើយក៏ចេញមកចេះបងចង់ឲ្យរបស់ដែលជារបស់គេទៅម្ចាស់គេវិញចាប់ទុកថាបងសងគុណអូនសុំទោសរាល់ទង្វើដែលបងបានធ្វើកន្លងមកស៊ីនីបងពិតជាសុំទោសអូនចេញពីចិត្តដោយស្មោះមែនបើខ្ញុំមិនមករកគេថ្ងៃនេះខ្ញុំពិតជាមិនទទួលបានអ្វីដែលលោកតាបានសោកទុកឲ្យខ្ញុំទេមើលទៅដងហ្វាំងលោកធ្វើឲ្យខ្ញុំមកឈឺចាប់សើស្លាប់និយាយមិនចេញទេតែយ៉ាងហោចណាស់ក៏អរគុណហើយក៏ដើរចេញពីកន្លែងសួរសុខទុក្ខអ្នកនរគ្នាហើយចង់ឲ្យគាត់និយាយថាចុងក្រោយលោកនៅតែជួយខ្ញុំហើយអញខ្ញុំបើមើលក្រៅហ្នឹងហេតុអីមិនគេញញឹមអ្នកនរគ្នាគឺគេឃើញតួប្រុសយើងហ្នឹងហើយនិយាយថាស្រីតូចរបស់បងហេតុអីអូនដើរយឺតបែបនេះចាំបងចាំយូរហើយឆាប់ឡើងមកវូកំពុងចាំនៅផ្ទះហើយទោះជាក្នុងចិត្តថាប្រហែលជានៅទីដែលងឹតបំផុតវានឹងអាចមានពលឺតូចមួយពលឺដែលគ្រប់គ្នានឹកស្មានមិនដល់ថាវានឹងមាននៅទីនោះដឹងហើយលោកប្រុសធំហើយក៏រត់ទៅអោបទូប្រុសអ្នកទាំងអស់គ្នាអធិស្ឋានផងអ្នកនរគ្នារឿងពីភាគ3យើងបានដល់ទីបញ្ចប់ហើយ admin អត់ដឹងចេញយូរបន្តិចដោយសារ admin រវល់ច្រើនហើយនឹង admin ឈឺផងអញ្ចឹងទៅអត់មានពេលក្នុងការធ្វើវីដេអូឲ្យអ្នកនរគ្នាអូខេ goodbye love you